ប្រធានាធិបតី Donald Trump និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃពុធប្រធានាធិបតី Donald Trump និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃពុធមួយថ្ងៃបន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិកបានយល់ព្រមជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លើបទឈប់បាញ់ដែលមានកម្រិតក្នុងប្រទេសអ៊ុយក្រែនដែលនឹងជួយសន្សំសំចៃគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលទាំងនៅអ៊ុយក្រែននិងរុស្ស៊ីការសន្ទនារវាង Trump និង Zelensky បានកើតឡើងជិតមួយថ្ងៃពេញបន្ទាប់ពីការហៅរបស់ Trump ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយពេលវេលាគ្រាន់តែជាស្ថានថ្មីបំផុតនៃរបៀបដែលអ៊ុយក្រែនត្រូវបានកាត់ចេញពីកៅអីខាងក្រោយក្នុងការពិភាក្សាអំពីអនាគតរបស់ខ្លួនវាបានកើតឡើងចំពេលមានសំណួរអំពីថាតើលោកពូទីននឹងធ្វើតាមការបដិញ្ញាចិត្តដែលគាត់បានធ្វើចំពោះ Trump ដើម្បីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនការសន្យាដែលខ្វះខាតនៅបទឈប់បាញ់ពេញលេញដែល Trump កំពុងស្វែងរកដំបូងសូមអរគុណ